ឆ្នាំទាំង4ដួងជាឆ្នាំកូនច្បងចន្លោះអំពីថ្ងៃទី3ដល់ថ្ងៃទី15ខែ5ឆ្នាំ2026ត្រូវនៅខែឧសភាចន្លោះពីថ្ងៃទី3ដល់ថ្ងៃទី15ក្នុងតារានិករឆ្នាំទាំង12ដួងក្នុងជើងលេខតារានិករមានឆ្នាំ4ដួងជាឆ្នាំកូនច្បងមានឆ្នាំខាលមមីរោងថោះខាលមមីរោងថោះឆ្នាំទាំង4ដួងនេះទាំងបរិះទាំងស្ត្រីច្បាស់ណាស់ជួបកជួបព្យុះជួបភ្លៀងជួបបញ្ហាជួបការរាំងស្ទះជាច្រើនប៉ុន្តែខាលមមីរោងថោះនេះជាឆ្នាំដែលពុះពៀគ្រប់ឧបសគ្គគេជន់គេមើងងាយគេតេះដៀលគេលៀបពណ៌បែបម៉េចក៏នៅតែព្យាយាមតស៊ូរហូតមកដល់ឥឡូវនេះឆ្នាំទាំង4ដួងនេះក៏ជាឆ្នាំដែលនៅក្នុងចំណាត់ថ្នាក់ដែលមានតួរាសីល្អត្បិតថាពេលខ្លះជួបបញ្ហាច្រើនមែនប៉ុន្តែនៅតែពុះពៀឆ្លងបានគ្រប់ឧបសគ្គអញ្ចឹងចន្លោះពីថ្ងៃទី3ដល់ថ្ងៃទី15ខែឧសភាឆ្នាំ2026ខាលមមីរោងថោះមានលេខសំណាង3បៃដើមស្ថិតក្នុងបញ្ជីពណ៌មាសមានកម្រិតលាបបង្ហូរចូល 84%ក្នុងកម្រិតលាប 84% នេះមានការខាតទ្របខាតលាបទៅវិញដោយកត្តាផ្សេងៗ 44%អញ្ចឹងមានន័យថាមានលាបដល់ទៅ84មែនប៉ុន្តែបើបានប្រុងប្រយ័ត្នទេលាបនឹងអាចខាតបង់ទៅវិញត្រឹមតែមួយប្រព្រឹត្តភ្នែកចន្លោះពីថ្ងៃទី3ដល់ថ្ងៃទី15ខែឧសភាឆ្នាំ2026គ្រូពាក្យសម្ដីតួយ៉ាងទៅឆ្នាំខាលមមីរោងថោះជាមនុស្សដែលសម្ដីលឿនដែលឆាវឆាយតែអត់ចេះគុំទេគ្រូនៃពាក្យសម្ដីរបស់ឆ្នាំទាំង4ដួងនេះទាំងបរិះទាំងស្ត្រីមានកម្រិត 64% ដែលគ្រូពាក្យសម្ដីនេះក៏ប្រួយផ្ដើមជាឲ្យខាតលៀបខាតទ្របឆ្លោះទាស់តែងគ្នាហ្នឹងក្នុងកម្រិតនៃការខាតលៀប 44% ដូចគ្នាអញ្ចឹងមានន័យថាខាតលៀប 44% ហ្នឹងកត្តាទី1គឺមកពីពាក្យសំដីកត្តាទី2គឺបណ្ដាលមកផ្នែកជំងឺឆ្នាំខាលមមីរោងថោះនឹងមានជំងឺចូលមកបៀតបៀនតិចទួចមែនប៉ុន្តែជំងឺនេះអាចបើអត់បានការពារនឹងរីកទៅជាធំឆ្នាំខាលមមីរោងថោះចន្លោះពេលនេះនឹងអាចក្តៅខ្លួនស្រាវស្រាញ់អស់កម្លាំងលះលហៃព្រមទាំងអាការៈឈឺពីក្បាលចុះទៅក្រោមផ្នែកខាងបុរសរីឯស្ត្រីឈឺពីជើងមកត្រឹមចង្កេះចុះទៅក្រោមវិញណាជំងឺកម្រិត 59% គ្រោះតាមដងវិថីនិងគ្រោះក្នុងផ្ទះគ្រោះទាំងពីរនេះមានកម្រិត 24% បង្កឲ្យមានអារម្មណ៍តក់ស្លុតនិងមានរបួសស្នាមតិចតួចឬក៏ក្រិចដៃក្រិចជើងមុតចាញ់ឈាមតិចតួចចឹងទៅនឹងគឺគ្រោះតាមដងវិថីនិងគ្រោះក្នុងផ្ទះបាទកម្រិតនៃការបែកបាក់ដែលបណ្ដាលមកពីគ្រោះនៃពាក្យសម្ដីនេះគឺកម្រិត 64% ដែលកម្រិតនៃការបែកបាក់នេះទី1គឺមកពីជនទី3ចាក់រុកខ្លះនិងការដែលយើងឆេវឆាយខិចងអន់ចិត្តលឿនអញ្ចឹងបែកបាក់ហ្នឹងគឺស្ថិតក្នុងកម្រិត 64% គួរប្រុងប្រយ័ត្នពីព្រោះឯកត្តាដែលមានលៀបហ្នឹងជួនកាលកត្តាមកពីមិត្តភ័ក្តិជួយខ្លះផងនិងមនុស្សជាទីស្រឡាញ់ផងហើយនឹងការខិតខំផាខ្លួនឯងផងហ្នឹងគឺវាមានលៀបរួមផ្សំគ្នាប៉ុន្តែបើអត់បានប្រយ័ត្នសម្ដីទេនឹងបង្កទៅជាគ្រោះខាតលៀបទៅវិញបង្កទៅជាការបែកបាក់ចំនួនឆ្លោះតតែមិត្តភ័ក្តិនិងមនុស្សជាទីស្រឡាញ់ 64%សម្ពាធផ្លូវចិត្តឆ្នាំទាំង4ដួងនេះមានសម្ពាធផ្លូវចិត្តត្រឹមតែ 46% ទេដែលបង្កឲ្យមានការគិតគូរប៉ុន្តែការគិតនេះក៏គិតតែរឿងមានប្រយោជន៍ដែរចំពោះឆ្នាំ4ដួងនឹងអត់ស្អីចេះញ៉ៃគិតរឿងអត់ប្រយោជន៍ច្រើនទេគឺគិតតែរឿងមានប្រយោជន៍អញ្ចឹងសម្ពាធផ្លូវចិត្ត 46% កម្រិតនៃការចាញ់បោកគេឆ្នាំទាំង4ដួងនេះមិនថាមនុស្សជាទីស្រឡាញ់បងប្អូនមិត្តភ័ក្តិម្នាក់ខ្លះកន្លែងការងារកម្រិតនៃការចាញ់បោក 69% ទិសដែលគួរប្រុងប្រយ័ត្នគឺទិសខាងលិចចំពោះឆ្នាំខាលមមីរោងថោះដែលមានលេខសំណាង3បៃដើមកម្រិតនៅបញ្ជីពណ៌មាសមានលាភ 84%3ប្រការគួរត្រូវដឹងចំពោះឆ្នាំទាំង3ដួងនេះទី1បើមានម្ដាយឪពុកធ្វើម្ហូបអាហារជូនគាត់តែបើនៅឆ្ងាយជូនបច្ច័យគាត់ប្រការទី2គួរគប់ឧស្សាហ៍បាតដល់ប្រសង់បូជាផ្កាចំពោះព្រះរៀនសមាធិប្រការទី3ឧស្សាហ៍បល័យសัตว์ចែកទានដល់អ្នកដែលខ្វះខាតតាមសមត្ថភាពដែលយើងមាន3ប្រការនេះវាជួយរុញច្រានឲ្យមានលាភបន្ថែមពីលើនឹងទៀតអញ្ចឹងនេះគឺជាការព្យាករណ៍ឆ្នាំច្បងចន្លោះពីថ្ងៃទី3ដល់ថ្ងៃទី15ឆ្នាំ2026ក្នុងខែឧសភាមានខាលមមីរោងថោះមានកម្រិតលាភបង្ហូរចូល 84% ជូនពរសំណាងល្អហេងហេងមានលាភមានជ័យចូលមកដល់ឆ្នាំទី2ដែលមានកម្រិតលាភបង្ហូរចូល 74% ចន្លោះអំពីថ្ងៃទី5ដល់ថ្ងៃទី15ខែ5ឆ្នាំ2026អញ្ចឹងឆ្នាំទី2នេះស្ថិតក្នុងបញ្ជីពណ៌ប្រាក់មានម្សាញ់រកា1ម៉ែជូតលេខសំណាង6 3ដើមស្ថិតក្នុងបញ្ជីពណ៌ប្រាក់ចន្លោះពីថ្ងៃទី5ដល់ថ្ងៃទី15ខែ5ខែឧសភាហ្នឹងណាឆ្នាំ2026ម្សាញ់រកា1ម៉ែជូតច្បាស់ណាស់ធ្លាប់ជួបរឿងរ៉ាវក្នុងជីវិតជាច្រើនជួបបញ្ហាជាច្រើនជួបឧបសគ្គជាច្រើនជួយគេឲ្យបានតុកទោសត្រឡប់មកវិញជួយគេឲ្យគេរមិលគុណជួយគេឲ្យគេនិយាយដើមមែនប៉ុន្តែម្សាញ់រកា1ម៉ែជូតនេះសុទ្ធតែជាឆ្នាំដែលព្យាយាមខ្នះខ្នែងតស៊ូ
ណាអត់ធ្មត់ខំមាត់សង្កត់ចិត្តខ្លួនជាព្រះមែនណាប៉ុន្តែពេលខ្លះគេធ្វើឲ្យខ្លួនឯងចិត្តជាមាឆេវឆាវប៉ុន្តែមនុស្សនៅឆ្នាំម្សាញ់រកាមួយម៉ែជូតនេះអត់ចេះគុំទេប៉ុន្តែកុំធ្វើឲ្យដល់កទៅដល់កក៏សាហាវខូខៅដែរអញ្ចឹងចន្លោះពីថ្ងៃទី5ដល់ថ្ងៃទី15ខែឧសភាឆ្នាំ2026ខែ5នេះម្សាញ់រកាមួយម៉ែជូតលេខសំណាង6 3ដើមស្ថិតក្នុងបញ្ជីពណ៌ប្រាក់មានកម្រិតលាបបង្ហូរចូល74%ក្នុងកម្រិតលាបបង្ហូរចូល74%នេះមានការខាតទ្របខាតលាបទៅវិញកម្រិត49%ដែលមកពីកត្តាខ្លះៗសូមស្ដាប់ឲ្យច្បាស់ខាតលាប49%នេះគឺកត្តាទី1មកពីពាក្យសម្ដីរបស់ឆ្នាំទាំង4ដួងម្សាញ់រកាមួយម៉ែជូតនេះបើបានប្រយ័ត្នពាក្យសម្ដីទេគឺខាតលាបច្រើនមែនទែនដល់ទៅគ្រោះពាក្យសម្ដីនឹង71%ឯណោះណាគ្រូពាក្យសម្ដី71%នេះគឺប្រយ័ត្នឲ្យបានខ្ពស់ហើយចំពោះបរិសុទ្ធនិងស្ត្រីដែលមានឆ្នាំម្សាញ់រកាមួយម៉ែជូតចន្លោះពីថ្ងៃទី5ដល់ថ្ងៃទី15ខែឧសភាឆ្នាំ2026គ្រោះពាក្យសម្ដី71%នេះដែលស្ថិតក្នុងការឲ្យខាតលាបខាតទ្របនិងមានចំនួនផ្នែកខាងជំងឺចំពោះឆ្នាំទាំង4ដួងថ្នាក់ទី2នេះមានកម្រិត69%ស្ត្រីឈឺពីក្បាលចុះទៅក្រោមរីឯបុរសឈឺពីត្រឹមកចុះទៅក្រោមណានឹងគឺផ្នែកខាងជំងឺដែលផ្នែកខាងជំងឺនេះក៏បណ្ដាលខាតលាបដែរគ្រោះតាមដងវិថីនិងគ្រោះក្នុងផ្ទះកម្រិត39%បង្កឲ្យមានរបួសស្នាមក្រិចថ្លោះហើមនឹងគឺប្រភេទគ្រោះហើយប្រភេទនៃការបែកបាក់ដែលបណ្ដាលមកពីពាក្យសម្ដីគឺកម្រិត79%ណាកម្រិតនៃការបែកបាក់បង្កទៅជាចំនួនឆ្លោះទាស់តែងកម្រិត79%សម្ពាធផ្លូវចិត្តរបស់ឆ្នាំម្សាញ់រកាមួយម៉ែជូតមានកម្រិត74%ដែលសម្ពាធផ្លូវចិត្តនេះបង្កឲ្យមានការឈឺនិងការខាតលាបទៅវិញកម្រិតនៃការចាញ់បោកគេកម្រិត64%ហើយការចាញ់បោកនេះមិនមែនតែគេរតីណាមិត្តភ័ក្តិម្នាក់ខ្លៅមនុស្សជាទីស្រឡាញ់ក៏ចាញ់បោកបានដែរអញ្ចឹងគឺកម្រិតនៃការចាញ់បោកគឺ64%ប្រយ័ត្នប្រយែងប្រយ័ត្នអន្តរាយទ្រព្យដោយសារតែឆាប់ជឿគេពេកទិសដែលគួរប្រុងប្រយ័ត្នគឺទិសខាងត្បូង3ប្រការគួរត្រូវដឹងចំពោះឆ្នាំថ្នាក់ទី2ម្សាញ់រកាមួយម៉ែជូតនេះទី1គឺឧស្សាហ៍ធ្វើម្ហូបអាហារជូនម្ដាយឪពុកនិងជូនបច្ច័យគាត់ទី2ឧស្សាហ៍បលែងសัตว์ដាក់បាតដល់ព្រះសង្ឃបូជាផ្កាចំពោះព្រះទី3ឧស្សាហ៍សមាធិនៅពេលយប់និងផ្សាយមេត្តាធម៌នៅពេលយប់នេះគឺជាកត្តា3ប្រការដែលគួរគប់ត្រូវធ្វើចំពោះឆ្នាំម្សាញ់រកាមួយម៉ែជូតពីជារៀងរាល់ខែក៏បានដែរជារៀងរាល់ខែក៏បានដែរដើម្បីចម្រើនរាសីចម្រើនលាភហើយជួយឲ្យខ្លួនឯងនឹងមានអារម្មណ៍ថាធូរស្រាលរួចចាកពីសម្ពាធផ្លូវចិត្តបានរៀនសមាធិច្រើនអញ្ចឹងនេះគឺជាការព្យាករណ៍ឆ្នាំថ្នាក់ទី2ស្ថិតក្នុងបញ្ជីពណ៌ប្រាក់ម្សាញ់រកាមួយម៉ែជូតចន្លោះពីថ្ងៃទី5ដល់ថ្ងៃទី15ខែ5ឆ្នាំ2026មានលេខសំណាង6 3ដើមកម្រិតលាភបង្ហូរចូល74%ជូនពរសំណាងល្អហេងឆ្នាំថ្នាក់ទី3ឆ្នាំកូនពៅស្ថិតក្នុងបញ្ជីពណ៌សម្រិទ្ធចន្លោះពីថ្ងៃទី5ដល់ថ្ងៃទី15ខែឧសភាឆ្នាំ2026មានឆ្នាំវោកឆ្លូវចកុលលេខសំណាង9 3ដើមស្ថិតក្នុងបញ្ជីពណ៌សម្រិទ្ធមានកម្រិតលាភបង្ហូរចូល69%ច្បាស់ណាស់ឆ្នាំកូនពៅច្រើនដែលជាឆ្នាំដែលជួបរឿងល្អកកជួបបញ្ហាស្មុគស្មាញ stress ច្រើនទាំងពាក្យសម្ដីធ្លាប់និយាយលេងសើចបានក៏ប្រែជានិយាយលេងសើចមិនបានចំពោះប្តីប្រពន្ធក្តីគូស្នេហ៍ក្តីមិត្តភក្តិក្តីនឹងនិយាយទៅគេចេះតែប្រកាន់ហើយបើមុននិយាយទៅក៏មិនអីឥឡូវក៏និយាយចេះតែប្រកាន់អញ្ចឹងចូលមករកឆ្នាំកូនពៅនេះគឺចន្លោះពីថ្ងៃទី5ដល់ថ្ងៃទី15ខែឧសភាឆ្នាំ2026មានវោកឆ្លូវចកុលលេខសំណាង9 3ដើមស្ថិតក្នុងបញ្ជីពណ៌សម្រិទ្ធចូលមកស្ដាប់អាត្មានឹងលំអិតអំពីការព្យាករណ៍ឆ្នាំកូនពៅក្នុងខែឧសភានេះពីដើមខែរហូតដល់ថ្ងៃទី15ចន្លោះពីថ្ងៃទី5ដល់ថ្ងៃទី15ខែឧសភាឆ្នាំ2026វោកឆ្លូវចកុលមានកម្រិតលាភបង្ហូរចូល69%ក្នុងកម្រិតលាភ69%នេះក៏មានលាភនៅសល់តិចតួចណាស់នៅនឹងខ្លួនលុយរកមកបានហើយត្រូវចំណាយទៅវិញស្ទើរតែពាក់កណ្ដាលរឿងមិនធ្លាប់ជួបក៏ប្រែជាជួបជីវិតបែបជូរចត់ច្រើនណាស់អញ្ចឹងមានកម្រិតលាភ69%មែនក្នុងនោះក៏មានការខាតទ្របខាតលាភទៅវិញដោយកត្តាផ្សេងកម្រិត64%រលាបមកបានច្រើនមែនណាប៉ុន្តែក្នុងនោះមានការខាតលាបទៅវិញហ្នឹង64%គ្រោះនៃពាក្យសម្ដីរបស់ឆ្នាំកូនពៅវោកឆ្លូវចកលនេះមានកម្រិត96%ដែលគ្រោះពាក្យសម្ដីនេះសន្មត់ចូលទៅក្នុងបញ្ជីពណ៌ខ្មៅគ្រោះពាក្យសម្ដីនេះគឺបណ្ដាលឲ្យមានចំនួនផងបែកបាក់ចំណែកតំណស្នេហាឆ្លោះប្តីប្រពន្ធមិត្តភក្តិម្នាក់ខ្លាយកន្លែងការងារឬក៏កន្លែងរកស៊ីសម្ដីតូចតាចប៉ុន្តែដល់ពេលយើងនិយាយទៅភ្លេចគិតវាបាជាគ្រោះពាក្យសម្ដីដែលគ្រោះពាក្យសម្ដី96%នេះចន្លោះថ្ងៃទី5ដល់ថ្ងៃទី15បង្កឲ្យមានការខាតលាភច្រើនសន្ធឹកផងដែរ
ផ្នែកខាងជំងឺគឺកម្រិត 79% គេផ្ដោតទៅលើខាងស្ត្រីច្រើនជាងបុរសមើលថាក្នុងឆ្នាំកូនពៅវោកឆ្លើយចកនេះស្ត្រីនឹងឈឺច្រើនកម្រិត 79% ដែលឈឺពីចង្កេះឡើងមកក្បាលខាងលើវិញផ្លូវដង្ហើមអីហ្នឹងកន្លែងច្រវាក់បេះដូងអីហ្នឹងបំពង់កយហ្នឹងគឺភេទស្រីក៏ឈឺច្រើនដល់ទៅកម្រិត 79% គ្រោះតាមដងវិថីនិងគ្រោះក្នុងផ្ទះបង្កឲ្យមានរបួសស្នាមនិងខូចខាតទ្រព្យកម្រិត 76% គួរប្រុងប្រយ័ត្នកម្រិតនៃការបាច់បាក់ដែលបណ្ដាលមកពីពាក្យសម្ដីនេះមិត្តភ័ក្តិម្នាក់ខ្លៅឬក៏បាច់បាក់មនុស្សជាទីស្រឡាញ់ឆ្លោះតទៅនឹងកម្រិត 79% គួរប្រុងប្រយ័ត្នឲ្យបានខ្ពស់គឺសម្ដីនឹងឯងសម្ដីនេះបង្កឲ្យមានការខាតលៀបផងបង្កឲ្យមានការបាច់បាក់ផងបង្កឲ្យមានចំនួនផងសម្ពាធផ្លូវចិត្តរបស់ឆ្នាំកូនពៅវោកឆ្លើយចកនេះកម្រិតដល់តែ 91% ដែលសម្ពាធផ្លូវចិត្តនេះក៏បង្កឲ្យធ្លាក់ខ្លួនឈឺជាកំហុកផងដែរគួរគប់ប្រុងប្រយ័ត្នណាសម្ពាធផ្លូវចិត្តរឿងណាមិនគួរគិតមិនបាច់គិតទេរឿងណាដែលគិតចាំគិតទៅរឿងដែលអត់ប្រយោជន៍កាត់វាកវត្តចោលទៅប្រាប់ឲ្យហើយកុំឲ្យធ្លាក់នៅក្នុង introvert សម្ពាធផ្លូវចិត្តខ្លាំងពេកកម្រិតនៃការចាញ់បោកគេមិនថាមនុស្សជាទីស្រឡាញ់បងប្អូនមិត្តភ័ក្តិម្នាក់ខ្លះកន្លែងការងារកម្រិត 76% ដែលកម្រិតនៃការចាញ់បោកនេះក៏បង្កឲ្យមានការខាតលៀបទៅវិញផងដែរទិសដែលគួរប្រុងប្រយ័ត្នគឺទិសខាងលិចបាទហើយ3ប្រការដែលអាត្មាគួរប្រាប់ឲ្យដឹងចំពោះឆ្នាំវោកឆ្លើយចកនេះគួរដឹងឲ្យច្បាស់ចន្លោះពីថ្ងៃទី5ថ្ងៃទី15ខែឧសភាឆ្នាំ2026នេះប្រការទី1គួរតែសមាធិមុនពេលចូលគេងថ្វាយបង្គំព្រះហើយចាំសមាធិពេលព្រឹកមុនចេញទៅរកស៊ីគួរតែថ្វាយបង្គំព្រះណាហើយថ្វាយបង្គំព្រះហើយពេលព្រឹកហ្នឹងបើអាចទេដាក់បាតដល់ប្រសង់ឬក៏ចែកទៀតដល់អ្នកខ្វះខាតប្រការទី2ធ្វើម្ហូបអាហារជូនម្ដាយឪពុកឬក៏នៅឆ្ងាយជូនបច្ច័យម្ដាយឪពុកប្រការទី3ឧស្សាហ៍បល័យស័ព្ទហើយបន្ថែមពីលើទៅទៀតគឺសមាធិផ្សាយបុណ្យប្រការទាំង3នេះគឺសំខាន់ចំពោះឆ្នាំវោកឆ្លើយចកដែលអាចជួយកែខៃពីសភាពផ្លូវចិត្តធ្ងន់មកជាសភាពផ្លូវចិត្តរឹងមាំហើយជួយកែខៃបញ្ហាផ្សេងៗមកជាសំណាងល្អបិទបញ្ចប់ការព្យាករណ៍ឆ្នាំទាំង12ដួងត្រឹមតែប៉ុណ្ណេះជូនពរសំណាងល្អដល់ឆ្នាំទាំង12ដួងជាពិសេសឆ្នាំកូនពៅចន្លោះថ្ងៃទី5ដល់ថ្ងៃទី15ខែ5ឆ្នាំ2026វោកឆ្លើយចកលេខសំណាង9បេដើមស្ថិតក្នុងបញ្ជីពណ៌សម្រិតកម្រិតលៀបបង្ហូរចូល 69% លៀបបង្ហូរចូលមែនប៉ុន្តែក្នុងនោះក៏មានការរាំងស្ទះទៅវិញបើអត់បានប្រុងប្រយ័ត្នជូនពរសំណាងល្អគ្រប់គ្នាហេងសុខអនុមោទនា